បាទថ្ងៃនេះខ្ញុំមានជីវិតអូខ្លីមួយចែកដែរតទៅជាមួយនឹងការពិនិត្យនិងការថែទាំនៅទៅការចិញ្ចឹមជ្រូកបាទនេះក៏ជាកូនជ្រូកមួយដែរហើយខ្ញុំចុះទៅមើលពិនិត្យព្យាបាលឲ្យកសិករក៏ដូចក៏ឆ្លៀតឱកាសថតដើម្បីចែកដែរជូនបងប្អូនទាំងគ្នាបាទអញ្ចឹងទី1គឺបញ្ហាដែលអាស្រ័យកើតឡើងទៅលើកូនជ្រូកគឺរាគឯនឹងផ្លូវđườngហើមអញ្ចឹងអ្នកនរគ្នាត្រូវតែមានការយកចិត្តដាក់ទៅលើការចិញ្ចឹមកូនជ្រូករបស់យើងគឺបើពីកើតពីមេមកយើងត្រូវតែផ្ដោតកម្ដៅបានគ្រប់គ្រាន់ពេលយកប្លុកហ្នឹងមើលល្បឿនខ្យល់និងទិសខ្យល់ចំណុចមួយទៀតគឺដល់អាយុដែលយើងត្រូវចាក់ជាដៃយើងត្រូវចាក់ជាដៃដើម្បីបង្កើនកម្លាំងឲ្យវាឲ្យកាត់បន្ថយនៃការអត្រារាគមួយចំនួនដែរហើយចំណុចមួយទៀតគឺយើងត្រូវធ្វើវ៉ាក់សាំងការពារជំងឺរាគសផ្លូវដង្ហើមទៅដល់កូនជ្រូកនៅអាយុ7ថ្ងៃឬក៏10ថ្ងៃដែលយើងអាចមានពេលបានហើយចន្លោះក្រោយមកបានទឹកយើងធ្វើវ៉ាក់សាំងប៉េះអូជាស្គីតាមតំបន់នីមួយៗដែលកើតឡើងអញ្ចឹងទៅនឹងគឺល្អប្រសើរសម្រាប់បងប្អូនគ្នាហើយចំពោះពេលបច្ចុប្បន្ននេះមានជំងឺច្រើនដែលកើតទៅលើជ្រូកសាច់និងមេដែលកំពុងតែពោពុះដោយកើតជំងឺប៉េះរ៉ាំរ៉ៃរួមជាមួយប៉េះអាហ្វ្រិកអញ្ចឹងគឺវិធានការគឺការការពារទេមានវិធានការការពារវ៉ាក់សាំងគឺយើងមិនទាន់មានឡើយការពារបានដល់បានត្រឹមត្រូវបាទអញ្ចឹងទើបយើងការពារជំងឺនឹងការផ្សេងឆ្លងចូលមកកាន់កន្លែងចិញ្ចឹមជ្រូកចែកដល់ណាមួយនៅពេលយកបន្លប់ឬក៏ករណីណាមួយយើងអាចធ្វើការព្យាបាលដោយខ្លួនឯងបានដោយងាយស្រួលអញ្ចឹងសូមបងប្អូនទាំងគ្នាត្រូវតែមានចំណេះដឹងនៅក្នុងខ្លួនដើម្បីងាយស្រួលក្នុងការធ្វើការព្យាបាលនៅសត្វបញ្ហាទ្រង់សើមដែលជាហេតុដែលធ្វើឲ្យកូនជ្រូកងាយនឹងរាគទី2វាអាចនឹងមានបញ្ហាទុនជើងនិងហាងភ្នែកអញ្ចឹងដូចនៅក្នុងវីដេអូហ្នឹងអញ្ចឹងបងប្អូនដែលកំពុងតែថែទាំជ្រូកក៏ដូចជាពិសេសលើកូនជ្រូកបងប្អូនគួរតែបង្កបរិយាកាសយ៉ាងណាឲ្យទ្រង់ជ្រូកហ្នឹងមានសភាពស្ងួតដើម្បីជៀសវាងបញ្ហាដូចជារាគបញ្ហាហាងភ្នែកទុនជើងដែលកំពុងតែកើតមានពើបច្ចុប្បន្នហ្នឹងហើយជាពិសេសនៅពេលដែលរដូវភ្លៀងបែបនេះជ្រូកតែងតែកើតមានបញ្ហាច្រើនជាពិសេសទៅលើជំងឺឆ្លងអញ្ចឹងបងប្អូនគួរតែប្រុងប្រយ័ត្នជាមួយនឹងការធ្វើយ៉ាងម៉េចធ្វើឲ្យទ្រុងនឹងមានសភាពស្ងួតដើម្បីជៀសវាងកុំឲ្យមានពពួកបាក់តេរីឬក៏ពពួកវ៉ៃរុសអីវាងាយនឹងការរីករាលដាលឬក៏វាលូតលាស់ដែលអាចបង្កទៅជាហានិភ័យសម្រាប់បងប្អូនដែលគាត់ជាអ្នកចិញ្ចឹមជ្រូកអញ្ចឹងបងប្អូនអាចមើលឃើញបានគាត់មានជាអំពូផងហើយកូនជ្រូកប៉ុណ្ណេះក៏នៅត្រូវការកម្ដៅដែរតែសំខាន់គាត់ផ្ដល់នៅពេលដែលមានអាកាសធាតុធ្លាក់ភ្លៀងឬក៏ខ្យល់ត្រជាក់អីហ្នឹងអញ្ចឹងបងប្អូនអាចមើលពីវីដេអូនេះហើយបងប្អូនអាចឆ្លុះបញ្ចាំងខ្លួនឯងវិញថាតើនៅពេលដែលទ្រង់បងប្អូនឬក៏ជ្រូកបងប្អូនដែលកើតមានបញ្ហាច្រើនជាពិសេសលើបញ្ហារាគទុនភ្នែកទុនជើងហ្នឹងតើអាចមកពីកត្តាដែលយើងអាសាបាញ់ទឹកព្រឹកពេកឬក៏ល្ងាចពេកតែជាហេតុដែលធ្វើមានបញ្ហាហ្នឹង